រឿងអ្នកម៉ែដ៏អស្ចារ្យសំនិងសុភីជាកូនរបស់មីងនួននិងពូសុកទៅធ្វើកម្មករសំណង់នៅទីក្រុងមួយអាទិត្យទើបគាត់មកលេងប្រពន្ធកូនម្ដងមីងនួនជាអ្នករ៉ាប់រងការងារធ្ងន់ស្រាលទាំងអស់នៅក្នុងផ្ទះព្រឹកព្រលឹមស្រាងឡើងមីងនួនក្រោកពីដំណេកធ្វើកិច្ចការផ្ទះគ្រប់យ៉ាងរួមមានទាំងចម្អិនអាហារពេលព្រឹកសម្រាប់កូនទាំងពីរទៀតផងក្រោយមកគាត់ស្រោចដំណាំចម្រុះដែលគាត់ដាំនៅខាងក្រោយផ្ទះសំដេកមិនទាន់ក្រោកទៀតគាត់ត្រូវមកដាស់សំហើយរៀបចំស្លៀកពាក់ឲ្យទៅសាលារៀនការងារទាំងនេះគាត់ស៊ាំអស់ទៅហើយសំពេលខ្លះរអ៊ូមិនចង់ទៅរៀនទៀតផងព្រឹកនេះសំនិងសុភីចិត្តដល់ម៉ោងចូលរៀនហើយមីងនួនជិះកង់ដឹកកូនទាំងពីរទៅសាលារៀនយ៉ាងប្រញាប់ហើយទាន់ម៉ោងចូលរៀនល្មមសំនិងសុភីសប្បាយចិត្តណាស់មីងនួនធ្វើអាហារឆ្ងាញ់រងចាំកូនមកពីសាលារៀនវិញតាំងពីព្រលឹមទល់ព្រលប់គាត់មិនបានសម្រាកទេតែទឹកមុខរបស់គាត់ញញឹមជានិច្ចនៅផ្ទះគាត់ឆ្លៀតបង្រៀនសំផងបង្រៀនសុភីផងគាត់បារម្ភខ្លាចកូនទាំងពីររៀនមិនពូកែយប់នេះសុភីក្តៅខ្លួនខ្លាំងណាស់មីងនួនបារម្ភពីសុខភាពរបស់កូនគាត់មិនបានសម្រានអីបន្តិចទេមីងនួនយកកន្សែងសើមជូតខ្លួនសុភីរហូតប៉ុន្តែកម្ដៅនៅក្នុងខ្លួនមិនថប់ថយសោះមីងនួនភ័យពេកគាត់ក៏ដាស់សំហើយប្រាប់ឲ្យសំចាំផ្ទះគាត់នាំសុភីទៅមណ្ឌលសុខភាពមីងនួនគាត់ពាក់ប៉ិលនៅនឹងថ្ងាសហើយប្រាប់សុភីគាត់ឲ្យជាប់ហើយធាក់កង់យ៉ាងលឿនសម្ដៅទៅមណ្ឌលសុខភាព2ថ្ងៃក្រោយមកសុភីបានធូរស្រាលហើយត្រឡប់មកផ្ទះវិញថ្ងៃស្អែកជាថ្ងៃសំត្រូវប្រឡងឆមាសមីងនួនបារម្ភណាស់ខ្លាចសំប្រឡងធ្លាក់គាត់ជួយពន្យល់មេរៀនដល់សំនិងដាស់តឿនឲ្យសំខិតខំរំលឹកមេរៀនព្រឹកឡើងគាត់ជូនសំទៅសាលារៀននិងទៅទទួលសំមកផ្ទះជាពិសេសដើម្បីលើកទឹកចិត្តសំលទ្ធផលប្រឡងរបស់សំពិតជាល្អណាស់មីងនួនសប្បាយចិត្តជាងសំទៅទៀតគាត់ក្រៀកកកូនទាំងពីរហើយថើបទាំងនិយាយម៉ែសប្បាយចិត្តណាស់ពេលកូនរៀនពូកែដូចនេះល្ងាចថ្ងៃនោះពូសុកត្រឡប់មកពីភ្នំពេញវិញគាត់ឈប់មិនទាន់ស្រួលបួលផងមីងនួននិយាយសរសើរកូនទាំងពីរឮដំណឹងនេះពូសុកសប្បាយចិត្តណាស់គាត់ថានឹងនាំកូនទាំងពីរនិងប្រពន្ធដើរលេងលំហែកាយម្ដងនៅថ្ងៃស្អែក